បាទខ្ញុំបាទសូមអនកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាសមាធិនាំឲ្យមានសេចក្តីក្លាហានដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅសមាធិនាំឲ្យមានចិត្តនឹងនាំឲ្យមានអារម្មណ៍ស្ងប់កើតមានធម៌ពលផ្លូវចិត្តបាទវិជ្ជាពិតណាស់ដំណើរតាំងសុបមុំនៃចិត្តការចោះសុបឬឆ្លងចិត្តក្នុងកន្លងអារម្មណ៍តែមួយលើរឿងតែមួយក្នុងពេលតែមួយកាលណាយើងប្រមូលអារម្មណ៍ឬហាត់ពុតចិត្តឲ្យបានរឹងមាំពេលនោះសេចក្តីក្លាហានប្រាកដជាកើតមានឡើងអ្នកបានជួបរឿងរន្ធត់តែមិនរន្ធត់អ្នកបានជួបបញ្ហាតែមិនភ័យញាប់ញ័រនឹងបញ្ហាពីព្រោះគេបានផ្សាំងចិត្តនឹងបញ្ហាការតាំងចិត្តឬមានអារម្មណ៍បែបនេះធ្វើឲ្យគេកើតប្រាជ្ញាពេលមានប្រាជ្ញាកើតមានឡើងភាពក្លាហានក៏កើតមានឡើងព្រមគ្នាដែរសេចក្តីក្លាហានមិនមែនចេះតែកើតឡើងដោយងាយៗនោះទេគឺវាទាមទារឲ្យយើងហាត់ពុតប្រមូលអារម្មណ៍ហើយធ្វើវាជារឿយៗទើបបានសមាធិមិនមែននាំឲ្យមានតែសេចក្តីក្លាហានតែប៉ុណ្ណោះទេវាអាចឲ្យយើងមានប្រាជ្ញាដោះស្រាយបញ្ហាបានល្អនិងរៀនពូកែផងដែរណាប៉ូឡេអុងមិនមានការភ័យខ្លាចទោះសត្រូវនៅចិត្តបង្កោយយ៉ាងណាក៏ដោយព្រោះគាត់មានសមាធិពលគឺតាំងចិត្តមិនញាប់ញ័រនឹងបញ្ហាដែលកើតមានឡើងអ្នកមានសមាធិអាចបញ្ជាចិត្តឲ្យធ្វើអ្វីតាមខ្លួនចង់បានបើគេសម្រាប់សំបីតែ5នាទីក៏ស្កប់ស្កល់បានដែរតែអ្នកមិនមានសមាធិចិត្តជាអ្នកបញ្ជាទៅគ្រប់ទីកន្លែងដែលខ្លួនមិនចង់ទៅបើសម្រាប់វិញនោះទោះច្រើនម៉ោងក៏ដោយក៏មិនឆ្អែតដែរព្រោះអារម្មណ៍មិនស្ងប់សមាធិប្រៀបបានទៅនឹងដុំថ្មដ៏ធំដែលមិនរង្គើដោយខ្យល់បក់ឡើយបើអ្នកមិនចង់អស់ធម៌ពលទេពេលណាដែលអ្នកភ្ញាក់ឬភ័យចំពោះបញ្ហាអ្វីមួយចូលកុំដកដង្ហើមហើយខំថ្មិញឲ្យមាំសំដកដង្ហើមឲ្យវែងយឺតមួយហើយពិចារណាអំពីផលហេតុបច្ច័យឬគោលនៃរឿងនោះទម្លាប់ធ្វើបែបនេះគ្រប់ពេលដែលមានរឿងកើតឡើងនោះអ្នកនឹងមានភាពរឹងមាំផ្នែកស្មារតីនិងសន្សំធម៌ពលឲ្យកើតសេចក្តីក្លាហានការដែលទម្លាប់ធ្វើបែបនេះគ្រប់ពេលដែលមានរឿងកើតឡើងនោះអ្នកនឹងមានភាពរឹងមាំផ្នែកស្មារតីនិងសន្សំធម៌ពលឲ្យកើតមានសេចក្តីក្លាហានយ៉ាងពិតប្រាកដបាទជាចុងក្រោយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទេសនាការបកស្រាយនៃអត្ថន័យនៃអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អស់លោកស្រីអ្នកនាងកញ្ញាឲ្យជួបតែសេចក្តីសុខរីកចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យទទួលបានតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមជម្រាបលា